ស្ដីថ្ងៃនេះថតសកម្មភាពខ្លះៗចេញពីធ្វើការល្ងាចឡើងមកដើរមើលគេមើលឯងនៅសួនមួយមិនជានៅចិត្តផ្ទះប្រហែលនេះតែនៅប្រហែលជិះតែភ្លើងទៅកន្លះគីឡូឯដែរអានេះអាផ្លូវដែលខ្ញុំថតជិះកង់ពីច្រើននៅក្បែរផ្ទះហ្នឹងវាមានបន្លាយគេធ្វើរបៀបទៅផ្លូវជិះកង់អីចឹងណាហើយអានេះទៅដើរលេងនៅសេអ៊ូលមួយមិត្តភក្តិក៏បន្ទាប់ពីវាយវិញប៉ុងហើយទៅកាហ្វេមួយនៅចិត្តទន្លេហានកាហ្វេគេមានប្រចាំងអាតហើយនឹងនៅលើនេះវាដូចវារូបថតកាហ្វេអីចឹងណាមើលទៅទន្លេហានហើយមើលទេសភាពទីក្រុងសេអ៊ូលឥឡូវនេះចាប់ផ្ដើមទៅដើរលេងមួយឆ្នាំ2 ដងជាងទៅ workshop ដើម្បីគឺថាទៅដើរលេងអញ្ចឹងណាថ្ងៃនេះយើងទៅទីក្រុងឈ្មោះឈុនឆនហើយនៅហ្នឹងគេល្បីតាក់កាលពីមាន់អាំងឬក៏មាន់ជៀនប្រឡាក់អញ្ចឹងណាហើយយើងទៅកាហ្វេទៅមកគេមាន topic អីគ្រូឲ្យចាំនិយាយភាសាតាក់ទង lab អីចឹងទៅនិយាយគ្នាហើយមកកន្លែងគេយើងជួលផ្ទះគេមួយនៅជុំគ្នាអញ្ចឹងមកជប់ចឹងទៅយប់ឡើងគេអាំងស្អីអាំងហើយនេះខ្ញុំថតមើលបន្ទប់គេមានអីខ្លះមាន washer dryer ហើយបន្ទប់គេធំអញ្ចឹងណាហើយចឹងចែកគ្នាដេកទៅហើយឥឡូវនេះគេមានវេធម្មតាគេទៀតហើយនៅគៀននោះចិត្តភ្នំហើយនេះរូបស្អីគេអាចន់លើគេហើយឥឡូវនេះយើងចេញមកដើរដើម្បីទៅលេងសកម្មភាពលេងល្បែងលេងហ្គេមអីខ្លះចឹងឥឡូវគេសម្រាប់ចិត្តថាលេងទាត់បាល់ហើយគេប្រណាំងគ្នាទៅគេបានលេខ1បានលុយអីចឹងហើយនេះសកម្មភាពពេលព្រលឹមឡើងហើយចែកដល់អីពេលហ្នឹងគ្រូមានឲ្យចូលប្រជុំមកដល់លេងឲ្យគ្រូឲ្យប្រជុំទៀតហើយមើលទៅស្អាតមែនតើមានអាប់មានអីព្រោះវាធ្លាក់ភ្លៀងអាពេលលេងបាល់មុនហ្នឹងក៏លេងទាំងភ្លៀងដែរតែសប្បាយអូខេនេះនៅមុខផ្ទះកន្លែង pension គេហ្នឹងវាមានបឹងតិចនេះហើយស្ទឹងហ្នឹងមើលទៅវាធ្លាក់ចេញពីនេះមកពីភ្នំមកហើយឥឡូវនេះចូលប្រជុំឯណាគេខ្ញុំគ្នាអានេះចិត្តទៅវិញគេរៀបចំខ្លួនហើយខ្ញុំនៅពីព្រឹកមកចូលប្រជុំមកផ្លែតហើយធ្វើថតតិចទៅហើយញ៉ាំអីថ្ងៃហើយក៏មកផ្ទះវិញ